បាទសួស្តីបងប្អូនអរគ្នាមួយថ្ងៃមុនហ្នឹងខ្ញុំបានចេញវីដេអូនេះវីដេអូដែលគាត់មកហុំត្រីនៅក្បែរខ្ញុំបបក់ហើយខ្ញុំនិយាយថាហេតុអីបានជាមិនគិតដល់អ្នកដទៃហើយក៏មានបងមេគាត់ចូលមកហើយគាត់និយាយថាខ្ញុំនឹងទៅបបក់នៅស្រុកគេហើយសំដីលុយទៀតខ្ញុំនិយាយទៅខ្ញុំអត់មានសំដីលុយត្រង់ណាទេខ្ញុំក៏អត់មានបានហាមពួកគាត់ថាមិនអោយរកនៅតែពាំងហ្នឹងដែរហើយពាំងហ្នឹងមិនមែនជាកម្មសិទ្ធិរបស់គាត់ហើយក៏មិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនិយាយទៅគឺរបស់រូបពួកគាត់អាចរកបានប៉ុន្តែបងត្រូវដឹងថាការរកហ្នឹងឧបករណ៍រកនេសាទត្រីហ្នឹងវាខុសគ្នាមិនខ្ញុំបបក់ពួកគាត់ហុំហើយគាត់មានឧបករណ៍ខុសច្បាប់ទៀតហើយខ្ញុំបបក់គឺត្រូវការស្ងប់ស្ងាត់ដើម្បីបបក់ត្រីហើយខ្ញុំទៅដល់មុនគាត់ទៀតហើយទោះបីជាតំពាំងហ្នឹងនៅស្រុកពួកគាត់មែនប៉ុន្តែកម្មសិទ្ធិគឺជាកម្មសិទ្ធិរួមបងខ្ញុំនៅឆ្ងាយក៏ខ្ញុំអាចទៅរកត្រីនៅក្នុងបានដែរព្រោះអានេះជាតំពាំងរបស់រដ្ឋទាំងរួមកម្មសិទ្ធិយើងអាចរកបានទាំងអស់គ្នាទោះបីជាបងនៅឆ្ងាយខ្ញុំហើយតំពាំងហ្នឹងនៅស្រុកខ្ញុំក៏បងអាចមករកបានដែរជាក់ស្ដែងនៅស្រុកខ្ញុំមានតំពាំងហើយក៏មានអ្នកចម្ងាយមកបបក់ដែរហើយខ្ញុំមិនដែលទៅធ្វើយ៉ាងដាក់ពួកគាត់ទេសូម្បីតែដើរកាត់ប្រឡងក៏ខ្ញុំមិនដែលហ៊ានដើរកាត់ដែរអាហ្នឹងនៅស្រុកយើងហើយអ្នកចងាយមកបបក់ហើយយើងទៅគ្រប់សិទ្ធិអ្នកដទៃអាហ្នឹងនិយាយពីសុជីវធម៌ណាមិនមែនហាមមិនអោយពួកគាត់ហ្នឹងមិនអោយរកនៅហ្នឹងទេតែអ្វីដែលខ្ញុំចង់និយាយវីដេអូមុនហ្នឹងគឺខ្ញុំចង់និយាយពីសុជីវធម៌ណាបងប្អូនហេតុអីបានពួកគាត់មកអញ្ចឹងហើយគាត់ដឹងថាយើងបបក់ហើយបបក់ឬការត្រូវការភាពស្ងប់ស្ងាត់មិនមែនប្រងប្រាំងពេញទឹកហ្នឹងអាចបកហាមទេហើយពួកគាត់ប្រើឧបករណ៍ខុសច្បាប់គាត់អាចដាក់តាណាក៏បានដែរអត់ខ្វល់ទេហើយគាត់ឃើញគាត់ដឹងថាអញ្ចឹងហើយហេតុអីបានជាគាត់មកក្បែរខ្ញុំអ្នកបបក់នេះអ្វីដែលខ្ញុំចង់និយាយគឺអញ្ចឹងបងមិនហាមពួកគាត់មិនអោយមិនអោយរកមិនអោយហុំមិនអោយអីទេព្រោះអានឹងកម្មសិទ្ធិរួមទាំងអស់គ្នាយើងអាចរកបានឧទាហរណ៍បើសិនខ្ញុំដាក់មងខ្ញុំអត់បកអីខ្ញុំដាក់មងខ្ញុំដាក់ហើយខ្ញុំទៅផ្ទះអូខេគាត់មករកក្បែរមងខ្ញុំអីក៏បានដែរអត់ខ្វល់ដែរព្រោះមងយើងដាក់ចោលមកយប់យើងអាចទៅមើលព្រឹកបានមងតែអានេះបបក់បងទុកចោលមិនទៅបបក់អីបើមនុស្សនៅពេញហ្នឹងហើយអានឹងដែលអ្វីដែលខ្ញុំចង់និយាយណាខ្ញុំមិនមែនចង់ហាមពួកគាត់មិនអោយទៅរកទេនឹងអត្ថន័យរបស់ខ្ញុំចង់និយាយយ៉ាងខ្ញុំចង់និយាយពីសុជីវធម៌របស់ពួកគាត់ហើយអីឃើញពួកខ្ញុំបបក់ហើយហេតុអីបានគាត់នៅតែនៅទៅក្បែរពួកខ្ញុំបបក់ហើយបងឃើញស្រាប់ហើយប្រឡងខ្ញុំកាប់បានតែប៉ុណ្ណានៅផ្សេងសក់ព្រៃហើយបើសិនខ្ញុំដូរទៅកន្លែងផ្សេងទៅកាប់យូរទៀតហ៎បងខ្ញុំត្រូវប្រើរយៈពេលយូរទៀតតម្រាំតែខ្ញុំកាប់ហើយបានមកប្រឡងហត់ដល់ពេលអញ្ចឹងហើយយើងដូរមកហើយគាត់និយាយទៀតថាការនេសាទត្រីពីតំបន់មួយទៅតំបន់មួយអាចមានប្រពៃណីខុសគ្នាប្រពៃណីមិនបងបើប្រពៃណីវាដូចតែគ្នាទេបងរកបាយរកបានខ្ញុំក៏រកបានរកឧបករណ៍អីក៏បានដែរអានតែឧបករណ៍ខុសច្បាប់ទេហើយសួរថាឧបករណ៍ខុសច្បាប់ហ្នឹងប្រពៃណីពីណាមកបងចង់និយាយអញ្ចឹងណាព្រោះនៅខាងខ្ញុំឧបករណ៍ខុសច្បាប់វាមិនមែនជាឧបករណ៍ប្រពៃណីរកទេហើយបងនិយាយទៀតថាបើគេរកកន្លែងហ្នឹងហើយតែវាយើងមិនចេញទៅរកកន្លែងផ្សេងខ្ញុំមិនដឹងថាទៅរកកន្លែងណាព្រោះខ្ញុំទៅឆ្ងាយហើយតែពាំងខ្ញុំស្គាល់ទៅកន្លែងហ្នឹងហើយខ្ញុំកាប់ប្រឡងបានមកកន្លែងហ្នឹងកាប់រំហើយរំស្ងប់ទឹករំបបក់ហើយគាត់ទៅវល់វក់ពេញទឹកហ្នឹងហើយខ្ញុំដូរកន្លែងហ្នឹងរំនេះហើយខ្ញុំងាកយប់បាត់ហើយរំបានបបក់ណាអញ្ចឹងចង់ឲ្យបងយល់កន្លែងហ្នឹងថាអ្នកបបក់វាមិនមែនទឹករងប្រាំងបបក់ស៊ីអត់ទេត្រីវាអត់ស៊ីទេតែបើសិនជាបងប្រើឧបករណ៍ខុសច្បាប់ដូចពួកគាត់អញ្ចឹងហ្នឹងរងប្រាំងមិនក៏អាចរកបានដែរព្រោះអាឧបករណ៍ខុសច្បាប់ហ្នឹងវាងាយស្រួលរកនៅថ្ងៃហ្នឹងណាក៏គេរកបានតែខ្ញុំមិនធ្វើអញ្ចឹងទេព្រោះខ្ញុំស្រឡាញ់ការបបក់អញ្ចឹងខ្ញុំបបក់តែសូមឲ្យគាត់យល់ថាអ្នកបបក់ងាយបានត្រីព្រោះត្រូវការស្ងប់ទឹកខ្លាំងមែនទេយើងការខំហើយនៅអត់បានទៀតចុះតម្រាំតែគាត់មកធ្វើអញ្ចឹងឲ្យធ្វើមិនទៅខ្ញុំអត់ហាមពួកគាត់ថាមិនអោយរនៅតែពាំងហ្នឹងទេព្រោះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេតែពាំងហ្នឹងប៉ុន្តែចង់ឲ្យគាត់យល់ថាជាថាសុជីវធម៌គាត់កុំបំពេញណាគាត់អាចខិតទៅកន្លែងឆ្ងាយពីខ្ញុំបានតែពាំងនៅធំតែបងពាំងហ្នឹងមិនតូចទេពាំងធំប៉ុន្តែខ្ញុំកាប់ប្រឡងហ្នឹងកាប់បានតែមួយកន្លែងហើយខ្ញុំវាថ្ងៃរងាចដែរវាមិនងាចមកមកយកម៉ោង1ម៉ោង2ហ្នឹងខ្ញុំចាប់ដើមបបក់កាប់ហើយខ្ញុំចាប់ដើមបបក់ដល់ពេលបបក់ហើយយកមកសធុអញ្ចឹងគាត់ទៅឃើញគាត់មកដែរគាត់មកហើយតែខ្ញុំមិនតាន់ខំផងឃើញគាត់មកដល់ពេលគាត់មកហើយគាត់ពុំមកកន្លែងផ្សេងហើយមកស្បត់ទៀតគាត់ទៅភីកន្លែងខ្ញុំអាកន្លែងដែលផ្សេងដែលមានកន្លែងផ្សេងគឺគាត់អត់ទៅយល់កន្លែងខ្ញុំនិយាយកន្លែងហ្នឹងបើថាគាត់មកបែរកន្លែងខ្ញុំមកអញ្ចឹងកន្លែងវាមានច្រើនឬក៏ហេគាត់អត់ទៅគាត់សុខចិត្តមកកន្លែងខ្ញុំហ្នឹងហើយប្រើរយៈពេលយូរអញ្ចឹងខ្ញុំដូរទៅកន្លែងណាបើខ្ញុំកាប់ហត់មួយថ្ងៃហើយមកបបក់មួយថ្ងៃហើយហ្នឹងហត់អស់កម្លាំងបាត់ហើយទៅដូរកន្លែងណាទៀតអញ្ចឹងបងគិតកន្លែងហ្នឹងគិតឡើងវិញនេះទៅបឹងធំបងបឹងធំអញ្ចឹងទៅខ្ញុំមិនហាមពួកគាត់ថាមិនអោយរកទេកន្លែងហ្នឹងណាព្រោះកន្លែងផ្សេងអាចទៅរកបានហើយហេតុអីបានជាគាត់មកព្រិញប្រងកន្លែងខ្ញុំអញ្ចឹងណាអានេះគឺខ្ញុំចង់និយាយអញ្ចឹងមិនសំដីលុយទេបងគាត់គិតដល់អ្នកដទៃថាគេបបក់អញ្ចឹងមិនងាយបានដូចគាត់ហុំហើយគាត់ប្រើឧបករណ៍ខុសច្បាប់នៅក្នុងហ្នឹងទៀតបងចង់និយាយ